សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះគឺខ្ញុំមកកន្លងគ្រឿងសមុទ្រហឹលនិងគ្រឿងផ្សំមានដូចជាស្ប៉ាហ្គាទីពោតហើយនិងផ្សិតម្ជុលនៅត្រង់កន្លែងម្ហូបនេះគឺខ្ញុំដាក់ហោះដបង្គាមឹកហើយនិងលៀសបើសិនជាបងប្អូនអ្នកគ្នាចូលចិត្តគ្រឿងសមុទ្រអ្វីបន្ថែមគឺអាចដាក់បន្ថែមបានអំបិល1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេប៊ឺ1ដុំស្ករក្រហម1ស្លាបព្រាបាយខ្ទឹមក្រហម2ផ្លែខ្ទឹមស1ដុំទឹកប៉េងប៉ោះ2ស្លាបព្រាបាយជាមួយនឹងម្ទេសក្រៀមដែលយើងបានត្រាំហើយបានចិញ្ច្រាំរួចចំពោះខ្ទឹមសហើយនិងខ្ទឹមក្រហមហ្នឹងបើសិនជាបងប្អូនអ្នកគ្នាចង់លឿនមានម៉ាស៊ីនកិនសាច់អាចដាក់កិនជាមួយនឹងម៉ាស៊ីនយើងបានកិនលឿនមែនទែនកិនតែមួយភ្លែតគឺម៉ត់តែម្ដងបន្ទាប់ពីយើងដាំទឹកពុះហើយគឺខ្ញុំធ្វើការដាក់ស្ប៉ាហ្គាទីចូលស្ប៉ាហ្គាទីនេះគឺខ្ញុំដាក់តាមម៉ាល្មមខ្ញុំធ្វើនេះគឺជាចានខ្ញុំញ៉ាំបាន2នាក់ហើយចំពោះចក្រានគិសនីម៉ាស៊ីនកិនសាច់គឺខាងខ្ញុំមានលក់បងប្អូនអ្នកគ្នាបើសិនចង់បានគុណភាពល្អអាចតាក់ទងខ្ញុំបានឥឡូវនេះខ្ញុំធ្វើការហូតអាចបង្គាឲ្យអស់គ្រប់បង្គាហើយបានខ្ញុំយកធ្វើការទៅលាងសម្អាតបន្ទាប់មកខ្ញុំធ្វើការទៅកាត់ពោតនេះគឺខ្ញុំកាត់មកល្មមដើម្បីឲ្យឆ្អិនបានល្អបន្ទាប់មកគឺខ្ញុំធ្វើការទៅកាត់ផ្សិតនេះគឺខ្ញុំកាត់ជាបន្ទះបែបនេះដើម្បីឲ្យយើងស្រួលញ៉ាំឥឡូវនេះគឺខ្ញុំកំពុងធ្វើការដាក់ឆ្នាំងដើម្បីស្ងោរគ្រឿងសមុទ្របន្លែរបស់យើងខ្ញុំប្រើចក្រានគិសនីនេះគឺប្រើកម្លាំង1600វ៉ាត់ដំបូងគឺខ្ញុំទៅរៀបដាក់ពោតនៅខាងក្រោមគេដើម្បីវាបានឆ្អិនហើយបន្ទាប់មកគឺខ្ញុំដាក់បង្គានៅខាងលើចំពោះបន្លែកន្លែងណាដែលយើងគួរដាក់នៅក្រោមឲ្យវាឆ្អិនមកល្អគឺដាក់នៅក្រោមគេហើយបន្លែណាដែលវាឆាប់ងាយឆ្អិនគឺយើងដាក់នៅលើគេដូចជាគ្រឿងសមុទ្រហើយនឹងមឹកប្រហិតជាមួយនឹងលៀសហ្នឹងគឺវាងាយឆាប់ឆ្អិនអញ្ចឹងហើយគឺខ្ញុំដាក់នៅខាងលើគេពេលដែលយើងរៀបគ្រឿងសមុទ្រនិងបន្លែរួចអស់ហើយគឺខ្ញុំធ្វើការដាក់ទឹកដោះគោឆៅចូលទឹកដោះគោឆៅមួយកំប៉ុងនេះគឺខ្ញុំដាក់អត់ទេខ្ញុំទុកវាបន្តិចដើម្បីយើងទុកធ្វើទឹកជ្រលក់របស់យើងពេលដាក់ទឹកដោះគោឆៅចូលហើយខ្ញុំដាក់ផ្សិតម្ជុលនៅខាងលើគេដោយសារតែជាបន្លែដែលងាយឆាប់ឆ្អិនបន្ទាប់មកខ្ញុំធ្វើការបិទគ្របហើយយើងទុកឲ្យវាពុះទុកឲ្យវាមកឆ្អិនមើលទៅពេលដែលឆ្អិនចាំយើងលើកចេញមកខ្ញុំដាក់ដើមស្លឹកខ្ទឹមចំនួន3ដើមឥឡូវនេះយើងមកមើលបន្លែនិងគ្រឿងសមុទ្ររបស់យើងគឺស្ងោរបានឆ្អិនល្អហើយបន្ទាប់មកគឺខ្ញុំធ្វើការបិទមុខងារចក្រានដើម្បីលើកគ្រឿងសមុទ្រហើយនិងបន្លែយើងចេញមកនេះគឺជាបន្លែហើយនិងគ្រឿងសមុទ្រដែលខ្ញុំបានស្ងោរជាមួយទឹកដោះគោហើយចំពោះទឹកដោះគោដែលយើងបានស្ងោរមិញហ្នឹងគឺយើងទុកធ្វើទឹកជ្រលក់ឥឡូវនេះគឺខ្ញុំមកធ្វើទឹកជ្រលក់ដើម្បីក្រឡុកជាមួយនឹងគ្រឿងសមុទ្ររបស់យើងគឺខ្ញុំធ្វើការដាក់ប៊ឺកូរវាឲ្យវារលាយអស់ហើយបើរលាយអស់ហើយបាទខ្ញុំទៅដាក់ខ្ទឹមក្រហមនិងខ្ទឹមសចូលចំពោះដាក់កន្លែងខ្ទឹមសខ្ទឹមក្រហមនេះគឺខ្ញុំដាក់អត់ឲ្យអស់ពេកទេទុកបន្តិចសារខ្ញុំមើលទៅខ្ញុំដាក់រៀងច្រើនដែរហើយអញ្ចឹងខ្ញុំទុកវាខ្លះទៅហើយនេះគឺយើងកូរវាបានក្រហមរួចអស់ហើយបាទខ្ញុំធ្វើការដាក់ស្ករក្រហមចូលចំនួន1ស្លាបព្រាបាយខ្ញុំធ្វើការកូរស្ករក្រហមរបស់យើងដើម្បីឲ្យវារលាយហើយឈ្ងុយឲ្យវាចូលសព្វជាមួយនឹងខ្ទឹមរបស់យើងបានល្អពេលដែលស្ករក្រហមយើងឈ្ងុយល្អហើយបានខ្ញុំទៅដាក់ម្ទេសចិញ្ច្រាំចូលបន្ទាប់មកយើងធ្វើការកូរគ្រឿងដែលនៅក្នុងខ្ទះហ្នឹងឲ្យវាសព្វចូលគ្នាបានល្អយើងមើលគ្រឿងរបស់យើងកូរសព្វចូលគ្នាបានល្អហើយធំក្លិនឈ្ងុយហើយបានខ្ញុំធ្វើការដាក់ទឹកដោះគោដែលនៅសល់ពីកំប៉ុងដែលយើងទុកហ្នឹងគឺយើងដាក់ចូលជាមួយនឹងគ្រឿងរបស់យើងមកខ្ញុំចាក់ចូលម្ដងតិចដើម្បីយើងកូរវាឲ្យវាសព្វបានល្អរលាយបានល្អបន្ទាប់មកខ្ញុំចាក់ទឹកដោះគោហ្នឹងទាំងអស់តែម្ដងឥឡូវនេះគឺយើងធ្វើការដាក់គ្រឿងផ្សំរបស់យើងដាក់ចូលទៅក្នុងទឹកជ្រលក់របស់យើងអំបិល1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេទឹកប៉េងប៉ោះចំនួន2ស្លាបព្រាបាយបន្ទាប់មកខ្ញុំដាក់ទឹកដោះគោស៊ុបដែលយើងបានស្ងោរជាមួយនឹងគ្រឿងសមុទ្រហើយនោះយកមកដាក់កូរជាមួយនឹងគ្រឿងរបស់យើងឥឡូវខ្ញុំកូរវាចុះឡើងមើលទៅទឹកជ្រលក់របស់យើងគឺបានកូរសព្វហើយបានខ្ញុំទៅដាក់គ្រឿងសមុទ្រនិងបន្លែរបស់យើងចូលឥឡូវនេះគឺខ្ញុំធ្វើការប្រែបន្លែរបស់យើងដើម្បីឲ្យវាចូលជាមួយទឹកជ្រលក់បានល្អ
បន្ទាប់មកខ្ញុំធ្វើការដាក់ស្ប៉ាហ្គេទីចូលខ្ញុំធ្វើការលើកស្ប៉ាហ្គេទីជាតសៃដាក់ចូលជាមួយទឹកជ្រក់របស់យើងកុំឲ្យវាវល់គឺខ្ញុំលើកបែបហ្នឹងឥឡូវនេះស្ប៉ាហ្គេទីរបស់យើងគឺបានចូលជាតិគ្នាបានល្អហើយខ្ញុំធ្វើការបិទមុខងារហើយបានខ្ញុំមកធ្វើការចាប់ដាក់ចានសូមបងប្អូនអ្នកគ្នាជួយ Subscribe ក្នុង YouTube ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តខ្ញុំនឹងធ្វើវីដេអូជាបន្តអរគុណបងប្អូនអ្នកគ្នាចំពោះការតាមដានវីដេអូរបស់នាងខ្ញុំហើយនេះគឺជាក្លុកគ្រឿងសមុទ្រហឹរដែលខ្ញុំបានធ្វើគឺបែបលក្ខណៈហឹរបន្តិចសម្រាប់បងប្អូនអ្នកគ្នាចង់បានសម្ភារៈផ្ទះបាយគុណភាពល្អអាចតាក់ទងមកខាងខ្ញុំបាន